អំណាននិងសំណេរចំនួនទិដ្ឋភាពចូលពិនិត្យមើលគូបខាងស្ដាំមួយជួរដេកមានចំនួន10ដុំមួយជួរឈរមានក៏មានចំនួន10ដុំឃើញថាមួយផ្ទាំងមានចំនួន100ដុំដូចនេះ10ផ្ទាំងមានសរុបទាំងអស់មានចំនួន1000ដុំជាភាគបែងទាំង10ផ្ទាំងក្នុងនោះមានមួយផ្ទាំងគឺជាភាគយកដែលមានពណ៌ខុសពីគេដូចនេះយើងអាចទី1សរសេរជាប្រភេទគឺភាគបែងស្មើនឹង1000និងភាគយកស្មើនឹង100ទី2សរសេរជាចំនួនទិដ្ឋភាពគឺ 0.100 ទី3យើងអានចំនួនទិដ្ឋភាពនេះថា 0.100 ឯគូបនេះវិញមួយជួរដេកក៏មានចំនួន10ដុំ2ជួរឈរក៏មានចំនួន10ដុំ3ឃើញថាមួយផ្ទាំងមានចំនួន100ដុំ4ដូចនេះ10ផ្ទាំងសរុបទាំងអស់ក៏មានចំនួន1000ដុំដែរដែលជាភាគបែងប្រាប់ប៉ុន្តែពណ៌ខុសពីគេមានរហូតដល់ទៅ11ផ្ទាំងដែលត្រូវជាភាគយកដូចនេះយើងអាចទី1សរសេរជាប្រភេទគឺភាគបែងស្មើនឹង1000និងភាគយកស្មើនឹង1100ទី2សរសេរជាចំនួនទិដ្ឋភាពគឺ 1.100 ទី3យើងអានចំនួនទិដ្ឋភាពនេះថា 1.100 លំហាត់ទី1សរសេរជាប្រភេទចូលសរសេរប្រភេទតាំងរូបខាងក្រោមទី2សរសេរជាចំនួនទិដ្ឋភាពចូលសរសេរប្រភេទខាងក្រោមជាចំនួនទិដ្ឋភាពទី3សរសេរពីអំណានចំនួនទិដ្ឋភាពចូលសរសេរពីអំណានចំនួនទិដ្ឋភាពខាងក្រោម